តើអ្នកដឹងទេថាក្នុងរយៈពេល72ម៉ោងចុងក្រោយនេះមិនមាននាវាអ៊ីរ៉ង់សូម្បីតែមួយគ្រឿងអាចចាក់ចេញពីច្រកសមុទ្រអកមូសបានឡើយនេះគឺជាការសាកល្បងភាពអត់ធ្មត់ចុងក្រោយមុនកិច្ចចរចាលើកទី2ត្រូវបានចាប់ផ្ដើមប្រសិនបើធ្វេសប្រហែសតែបន្តិចលើកនេះសង្គ្រាមលោកលើកទី3ច្បាស់ជាមិនអាចជៀសផុតបានឡើយស្ថានភាពនៅមជ្ឈិមបូព៌ាបានឈានដល់ចំណុចផ្ទុះអាសន្នកាន់តែខ្លាំងហើយនៅថ្ងៃទី3នៃការបិទច្រកផ្លូវទឹកនៅពេលដែលបញ្ជាការកណ្ដាលសហរដ្ឋអាមេរិក CENTCOM បានប្រកាសដោយមោទនភាពថានាវាពិឃាតមីស៊ីលនាំផ្លូវ USS DDG-111 ដែលបំពាក់ទៅដោយប្រព័ន្ធការពារដ៏ទំនើបបានទទួលជោគជ័យនៅក្នុងការស្ទាក់ចាប់និងបង្វែរទិសដៅនាវាដឹកទំនិញមានទង់ជាតិអ៊ីរ៉ង់ចំនួន10គ្រឿងដែលបានព្យាយាមលួចគេចចេញពីការបិទផ្លូវរបស់សហរដ្ឋអាមេរិកយោងទៅតាមសេចក្តីថ្លែងការណ៍ផ្លូវការនាវាដឹកទំនិញនេះបានចាក់ចេញពីកំពង់ផែ Bandar Abbas ហើយព្យាយាមធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រអកមូសតាមឆ្នេរសមុទ្រអ៊ីរ៉ង់ប៉ុន្តែត្រូវបាននាវាចម្បាំងអាមេរិកស្ទាក់ជាប់និងបង្ខំឲ្យវិលត្រឡប់ទៅក្រោយវិញទាំងស្រុងនេះគឺជាជោគជ័យដ៏ធំបំផុតរបស់យោធាអាមេរិកដែលពួកគេបានអះអាងថាចាប់តាំងពីការចាប់ផ្ដើមបិទផ្លូវនៅថ្ងៃច័ន្ទមកមិនទាន់មាននាវាណាមួយអាចទម្លុះរបងការពាររបស់ពួកគេដើម្បីចេញចូលកំពង់ផែអ៊ីរ៉ង់បានឡើយដែលនេះគឺជាយុទ្ធសាស្ត្របង្អត់អាហារផ្នែកសេដ្ឋកិច្ចដ៏តឹងរ៉ឹងបំផុតប្រឆាំងជាមួយនឹងរបបទីក្រុងតេហេរ៉ង់បន្ទាប់ពីការបង្ហាញសាច់ដុំយោធានៅលើផ្ទៃទឹកភាពតានតឹងកំពុងតែរីករាលដាលដល់វិមានសភាអាមេរិកវិញម្ដងនៅពេលដែលសមាជិកព្រឹទ្ធសភាលោក Bernie Sanders បានបើកយុទ្ធនាការដ៏ខ្លាំងក្លាមិនធ្លាប់មានដើម្បីរារាំងទៅដល់ការលក់អាវុធតម្លៃជាង$446 លានទៅកាន់អ៊ីស្រាអែលលោក Sanders បានរិះគន់យ៉ាងធ្ងន់ធ្ងរថាគ្រាប់បែកទម្ងន់ 1000 ផោនចំនួន 12000 គ្រាប់និងគ្រឿងចាក់ឈូសឆាយដីចំនួន132គ្រឿងដែលប្រើប្រាស់ជាមូលនិធិរបស់អ្នកជាប់ពន្ធអាមេរិកកំពុងតែត្រូវបានយកទៅប្រើប្រាស់នៅក្នុងសង្គ្រាមដែលរំលោភច្បាប់អន្តរជាតិនិងបានបណ្ដាលឲ្យជនស៊ីវិលរាប់ពាន់នាក់បានស្លាប់រួចទៅហើយលោកបានចោទប្រកាន់ចំថានាយករដ្ឋមន្ត្រីនេតាន់យ៉ាហ៊ូបានចំណាយពេល40ឆ្នាំដើម្បីអូសទាញឲ្យអាមេរិកចូលទៅក្នុងសង្គ្រាមជាមួយនឹងអ៊ីរ៉ង់ហើយទីបំផុតលោកបានរកឃើញលោកដូណាល់ត្រាំជាប្រធានាធិបតីដែលមានឆន្ទៈនៅក្នុងការធ្វើបែបនេះដែលនេះគឺជាគ្រោះថ្នាក់ដ៏ធំបំផុតសម្រាប់សន្តិសុខពិភពលោកជាមួយគ្នានេះស្ថានភាពសេដ្ឋកិច្ចសកលកំពុងតែស្ថិតនៅក្នុងហានិភ័យខ្ពស់ផងដែរដែលនាំឲ្យព្រះចៅអធិរាជកាតា សេកតាមីន ប៊ីន ហាម៉ាត់ អាល់ថានី និងប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំត្រូវជួបពិភាក្សាគ្នាតាមទូរស័ព្ទជាបន្ទាន់របៀបវារៈសំខាន់បំផុតនោះគឺការពិភាក្សាអំពីការសន្តិសុខដែនសមុទ្រអន្តរជាតិនិងស្ថិរភាពទីផ្សារថាមពលដែលកំពុងតែរង្គោះរង្គើដោយសារការបិទច្រកសមុទ្រអកមូសព្រះចៅអធិរាជកាតាបានបង្ហាញអំពីការព្រួយបារម្ភយ៉ាងខ្លាំងនិងបានសង្កត់ធ្ងន់ទៅលើតម្រូវការនៅក្នុងការបង្កើនកិច្ចខិតខំប្រឹងប្រែងអន្តរជាតិដើម្បីទប់ស្កាត់កុំឲ្យចំនួននេះរីករាលដាលកាន់តែធំដែលអាចធ្វើឲ្យខ្សែសង្វាក់ផ្គត់ផ្គង់សកលត្រូវកាត់ផ្តាច់ទាំងស្រុងបង្កទៅជាវិបត្តិសេដ្ឋកិច្ចដែលមិនអាចស្រោចស្រង់បានសម្រាប់គ្រប់ប្រទេសទាំងអស់លើសកលលោកដោយឡែកនៅក្នុងសមរភូមិដីគោកវិញនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោកនេតាន់យ៉ាហ៊ូបានចេញសេចក្តីថ្លែងការណ៍វីដេអូមួយដោយអះអាងថាកងទ័ពរបស់លោកហៀបនឹងយកឈ្នះនិងដណ្ដើមយកទីក្រុងប៊ីនជីបេលដែលជាទីតាំងយុទ្ធសាស្ត្រនិងជានិមិត្តរូបដ៏សំខាន់នៅភាគខាងត្បូងរបស់ប្រទេសលីបង់លោកបានបញ្ជាឲ្យយោធាបន្តពង្រឹងតំបន់សន្តិសុខនៅតាមព្រំដែនខណៈដែលការប្រយុទ្ធគ្នាជាមួយនឹងក្រុមហេបូឡាកំពុងតែឆាបឆេះយ៉ាងសន្ធោសន្ធៅលោកនេតាន់យ៉ាហ៊ូក៏បានឆ្លៀតឱកាសផ្ញើសារទៅកាន់ពិភពលោកថាអ៊ីស្រាអែលមានភាពរឹងមាំខ្លាំងរហូតទៅដល់បណ្ដាប្រទេសនានាត្រូវដើរមករកខ្លួនដើម្បីចរចាហើយលោកបានបញ្ជាក់ថាអ៊ីស្រាអែលបានត្រៀមខ្លួនរួចជាស្រេចសម្រាប់គ្រប់សេណារីយ៉ូទាំងអស់ប្រសិនបើកិច្ចចរចាមិនទទួលបានលទ្ធផលជាវិជ្ជមានស្របពេលដែលអ៊ីស្រាអែលកំពុងតែអួតអាងអំពីជ័យជំនះស្ថានភាពជាក់ស្ដែងនៅភាគខាងត្បូងលីបង់ក៏គឺជាសោកនាដកម្មដ៏គួរឲ្យរន្ធត់ដោយសារតែការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានសម្លាប់ជនស៊ីវិលជាបន្តបន្ទាប់រួមមានទាំងកុបានិងស្ត្រីផងដែរនៅក្នុងទីក្រុងទានិងទីក្រុងជីបាមនុស្ស5នាក់ត្រូវបានសម្លាប់នៅក្នុង
នោះមានយុវជនប៉ាឡេស្ទីនម្នាក់ត្រូវបានវាយប្រហារចំពេលកំពុងតែជិះម៉ូតូចំណែកឯនៅក្នុងទីក្រុងអាន់សារីយ៉ាស្រុកស៊ីដង់មនុស្សចំនួន5នាក់ផ្សេងទៀតក៏បានសម្លាប់នៅក្នុងនោះមានកុមារតូចៗចំនួន2នាក់ដែលនេះបង្កឲ្យមានការខឹងសម្បាយ៉ាងខ្លាំងពីសំណាក់អង្គការសិទ្ធិមនុស្សនិងសហគមន៍អន្តរជាតិចំពោះការប្រើប្រាស់កម្លាំងហួសហេតុទៅលើតំបន់ដែលមានប្រជាជនស៊ីវិលរស់នៅយ៉ាងណែនណាន់តាន់តាប់បែបនេះទន្ទឹមទៅនឹងការបង្ហូរឈាមក្រុមហេបូឡាក៏មិនបានដកថយផងដែរពួកគេក៏បានអះអាងអំពីការបន្តការវាយបកយ៉ាងខ្លាំងក្លាទៅលើទាហាននិងយានយន្តយោធារបស់អ៊ីស្រាអែលក្រុមតស៊ូលីបង់មួយនេះបានបញ្ជាក់ថាពួកគេបានបាញ់រ៉ុកែតកំទេចទីក្រុងគីរីយ៉ាតសូម៉ានៅភាគខាងជើងអ៊ីស្រាអែលនិងបានវាយប្រហារចំរថយន្តឈូសឆាយយោធាអ៊ីស្រាអែលនៅក្នុងទីក្រុងប៊ីនជីបេលលើពីនេះរថក្រោះអ៊ីស្រាអែលចំនួន2គ្រឿងក៏ត្រូវបានកំណត់គោលដៅនិងវាយប្រហារនៅកណ្ដាលទីក្រុងម៉ៃស្អាតឆាបាល់ដែលបង្ហាញថាទោះបីជាអ៊ីស្រាអែលមានឧត្តមភាពខាងផ្លូវអាកាសក៏ប៉ុន្តែសមរភូមិនៅលើដីគោកនៅតែជាឧបសគ្គដ៏ធំនិងគ្រោះថ្នាក់បំផុតសម្រាប់កងទ័ពថ្មើរជើងរបស់ពួកគេនៅក្នុងបរិបទនយោបាយថ្មីមួយទៀតរដ្ឋាភិបាលអ៊ីតាលីដឹកនាំដោយលោកស្រីជូជាមេឡូនីក៏បានសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការផ្អាកកតិកាសញ្ញាការពារជាតិជាមួយនឹងអ៊ីស្រាអែលដែលនេះជាការឆ្លើយតបយ៉ាងខ្លាំងក្លាបន្ទាប់ពីកងកម្លាំងរក្សាសន្តិភាពរបស់អ៊ីតាលីក្រោមបេសកកម្មអង្គការសហប្រជាជាតិ UNIFIL ត្រូវបានវាយប្រហារដោយកងទ័ពអ៊ីស្រាអែលសមាជិកសភាអ៊ីតាលីលោកអង់តេឡូបេណេលីបានឲ្យដឹងថានេះគឺជាការសម្រេចចិត្តដើម្បីការពារច្បាប់អន្តរជាតិដែលកំពុងត្រូវបានបំផ្លាញដោយលោកត្រាំនិងលោកនេតាន់យ៉ាហ៊ូលោកបានបញ្ជាក់បន្ថែមថាប្រជាជនអ៊ីតាលីភាគច្រើនចង់ឲ្យបញ្ឈប់សង្គ្រាមនិងមិនចង់ឃើញកិច្ចព្រមព្រៀងយោធាត្រូវបានប្រើប្រាស់ទៅជាឧបករណ៍ដើម្បីបន្តនូវការបង្ហូរឈាមដែលបានសម្លាប់ស្ត្រីនិងកុមាររាប់ម៉ឺននាក់រួចមកហើយនោះទេយ៉ាងណាមិញបើយើងក្រឡេកទៅមើលទីក្រុងវ៉ាស៊ីនតោនក្រសួងរដ្ឋាភិបាលរបស់អាមេរិកបានបន្តយុទ្ធនាការសង្គ្រាមសេដ្ឋកិច្ចដោយបានប្រកាសដាក់ទណ្ឌកម្មថ្មីទៅលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនប្រេងខុសច្បាប់របស់អ៊ីរ៉ង់រួមមានបុគ្គលក្រុមហ៊ុននិងនាវាចំនួន24គ្រឿងខណៈទណ្ឌកម្មនេះកំពុងតែកំណត់គោលដៅចំលើបណ្ដាញរបស់លោកមហាម៉ាត់ហូសេនសាំខានីដែលជាកូនប្រុសរបស់ទីប្រឹក្សាជាន់ខ្ពស់របស់មេដឹកនាំកំពូលអ៊ីរ៉ង់រដ្ឋមន្ត្រីក្រសួងរដ្ឋាភិបាលលោក Scott Bessent បានបញ្ជាក់យ៉ាងច្បាស់ថារដ្ឋបាលលោកត្រាំនឹងមិនឈប់ឈរឡើយរហូតដល់បណ្ដាញរថពន្ធនិងបណ្ដាញ proxy ភេរវកម្មរបស់អ៊ីរ៉ង់ត្រូវបានកាត់ផ្ដាច់ទាំងស្រុងដើម្បីធានាថាមិនមានថវិកាណាមួយត្រូវបានយកទៅប្រើប្រាស់នៅក្នុងសកម្មភាពបង្កអស្ថិរភាពនៅក្នុងតំបន់ឡើយទោះបីជាមានសម្ពាធជុំទិសប៉ុន្តែទីក្រុងតេហេរ៉ង់នៅតែបង្ហាញជំហរថ្លឹងថ្លែងយ៉ាងដិតដល់ដោយទីភ្នាក់ងារសារព័ត៌មានថាសនីមបានរាយការណ៍ថាអ៊ីរ៉ង់កំពុងតែពិចារណាទៅលើការចូលរួមនៅកិច្ចចរចាបន្ទាន់ជាមួយនឹងអាមេរិកបន្ទាប់ពីទទួលបានការសម្របសម្រួលពីភាគីប៉ាគីស្ថានអ៊ីរ៉ង់បានមើលឃើញថាបទឈប់បាញ់នៅលីបង់គឺជាសញ្ញាវិជ្ជមានប៉ុន្តែពួកគេបានប្រមានថាវឌ្ឍនភាពបន្ថែមទៀតគឺអាស្រ័យទាំងស្រុងទៅលើការប្រព្រឹត្តរបស់សហរដ្ឋអាមេរិកអ៊ីរ៉ង់ទាមទារឲ្យទីក្រុងវ៉ាស៊ីនតោនប្រកាន់ខ្ជាប់នៅក្របខ័ណ្ឌឡូហ្សិកនិងបានរិះគន់នូវការទាមទារហួសហេតុឬការរំលោភទៅលើការបដិញ្ញាចិត្តមុនដែលនេះបង្ហាញថាផ្លូវឆ្ពោះទៅរកសន្តិភាពតាមរយៈការទូតនៅតែមានភាពរដិបរដុបនិងពោពេញទៅដោយភាពមិនទុកចិត្តគ្នាចំណែកឯមេដឹកនាំអ៊ីរ៉ង់ផ្សេងទៀតក៏បានចេញមកលើកទឹកចិត្តទៅដល់សម្ព័ន្ធមិត្តរបស់ខ្លួនផងដែរដោយប្រធានសភាអ៊ីរ៉ង់លោកបាហាមេតបាហ្គឺហ្គាលីហ្វបាក់បានហៅក្រុមហេបូឡាថាជាវីរៈជននិងជាអ្នកដើរតួដ៏សំខាន់នៅក្នុងការសម្រេចបាននៅបទឈប់បាញ់នៅលីបង់លោកបានបញ្ជាក់យ៉ាងច្បាស់នៅលើបណ្ដាញសង្គមអេកថាអ៊ីរ៉ង់និងក្រុមតស៊ូគឺជាអង្គភាពតែមួយដែលមិនអាចបំបែកបានមិនថានៅក្នុងសមរភូមិសង្គ្រាមឬក៏នៅលើតុចរចានោះទេលោកក៏បានផ្ញើសារព្រមានទៅកាន់សហរដ្ឋអាមេរិកឲ្យដកថយអំពីគោលនយោបាយដែលអ៊ីស្រាអែលកំពុងតែធ្វើសពថ្ងៃដើម្បីឲ្យមានតុល្យភាពនិងភាពយុត្តិធម៌នៅក្នុងកិច្ចព្រមព្រៀងសន្តិភាពណាមួយដែលនឹងត្រូវធ្វើឡើងនាពេលអនាគតទោះបីជាមានការតស៊ូពីភាគីប្រជាធិបតេយ្យយ៉ាងណាក៏ដោយគិតត្រឹមថ្ងៃនេះប្រសិទ្ធភាពអាមេរិកដែលគ្រប់គ្រងដោយគណៈបក្សសាធារណរដ្ឋបានបោះឆ្នោតទម្លាក់សេចក្តីសម្រេចអំណាចសង្គ្រាមដែលមានបំណងបញ្ឈប់សង្គ្រាមសហរដ្ឋអាមេរិកអ៊ីស្រាអែលមកលើអ៊ីរ៉ង់នេះគឺជាការបរាជ័យលើកទី4សម្រាប់ភាគីដែលចង់ឲ្យមានការអនុញ្ញាតពីសភាមុនពេលធ្វើសង្គ្រាមដែលមានន័យថាលោកត្រាំ
នៅតែមានសិទ្ធិអំណាចពេញលេញនៅក្នុងការបន្តប្រតិបត្តិការយោធារបស់លោកទៅតាមចិត្តចង់ភាពចម្រូងចម្រាសនៅក្នុងសភាអាមេរិកនេះគឺជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីការបែកបាក់មតិគ្នាលើអនាគតនៃមជ្ឈិមបូព៌ាប្រិយមិត្តទេសនិកជនជាទីគោរពរាប់អានបើពិនិត្យមើលទៅលើទស្សនវិជ្ជារួមនៃយុទ្ធសាស្ត្រការទូតអមដោយអាវុធរបស់លោកដូណាល់ត្រាំយើងអាចមើលឃើញយ៉ាងច្បាស់ថាការដែលអាមេរិកប្រើប្រាស់នាវាពិឃាតមកស្ទាក់ចាប់នាវាដឹកទំនិញអ៊ីរ៉ង់ជាបន្តបន្ទាប់រហូតទៅដល់10គ្រឿងនេះវាមិនមែនគ្រាន់តែជាការអនុវត្តច្បាប់សមុទ្រធម្មតានោះទេប៉ុន្តែវាគឺជាការបញ្ជូនសារព្រមានដ៏មានឥទ្ធិពលបំផុតមួយទៅកាន់ទីក្រុងតេហេរ៉ង់ថាសហរដ្ឋអាមេរិកនៅពេលនេះមិនគ្រាន់តែនិយាយនោះទេគឺពួកគេហ៊ានធ្វើសកម្មភាពពិតប្រាកដដើម្បីកាត់ផ្តាច់ដង្ហើមសេដ្ឋកិច្ចអ៊ីរ៉ង់ឲ្យទល់ច្រកតែម្ដងការវិវត្តនេះត្រូវបានបង្ហាញឲ្យឃើញអំពីការផ្លាស់ប្ដូរយុទ្ធសាស្ត្រធំមួយពីការដាក់ទណ្ឌកម្មត្រឹមតែលើក្រដាសមកជាការដាក់ទណ្ឌកម្មដោយប្រើកម្លាំងបាយនៅលើផ្ទៃទឹកផ្ទាល់ដែលនេះធ្វើឲ្យអ៊ីរ៉ង់ស្ថិតនៅក្នុងស្ថានភាពលំបាកបំផុតមិនធ្លាប់មានពីព្រោះថាបើចង់វាយបកក៏ខ្លាចឆេះកាន់តែខ្លាំងបើចង់ចរចាក៏ត្រូវតែស្ថិតនៅក្រោមសម្ពាធដ៏ធ្ងន់ធ្ងរខណៈដែលសេដ្ឋកិច្ចនៅក្នុងស្រុកកំពុងដុនដាបទៅដោយសារតែប្រេងមិនអាចលក់ចេញបានតាមរយៈច្រកសមុទ្រអកមូសជាងនេះទៅទៀតការដែលអាមេរិកបន្តរារាំងទៅដល់ការនាំចេញប្រេងនេះវាក៏កំពុងតែរុញច្រានឲ្យតម្រូវការប្រេងនៅក្នុងទីផ្សារសកលមានការប្រែប្រួលខ្លាំងដែលអាចនឹងបង្កទៅជាវិបត្តិថាមពលនៅទូទាំងពិភពលោកប្រសិនបើការបិទផ្លូវទឹកនេះនៅតែបន្តអូសបន្លាយយូរថ្ងៃទៀតនោះព្រោះថាគ្មាននរណាម្នាក់អាចដឹងច្បាស់ទេថាតើភាពអត់ធ្មត់របស់មហាអំណាចសេដ្ឋកិច្ចផ្សេងដូចជាចិននិងរុស្ស៊ីនឹងមានកម្រិតដល់ត្រឹមណានៅពេលដែលខ្សែសង្វាក់ផ្គត់ផ្គង់ប្រេងរបស់ពួកគេត្រូវរងការប៉ះពាល់ដោយសារតែល្បែងនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោនបែបនេះបើយើងក្រឡេកមកមើលសមរភូមិនៅលីបង់វិញការដែលលោកនេតាន់យ៉ាហ៊ូប្រកាសថាកងទ័ពអ៊ីស្រាអែលជិតដណ្ដើមយកបានទីក្រុងប៊ីនជីបេលទាំងស្រុងនោះវាមិនត្រឹមតែជាជ័យជំនះផ្នែកយោធាប៉ុណ្ណោះទេប៉ុន្តែវាគឺជាការសាកល្បងនូវឆន្ទៈតស៊ូចុងក្រោយបង្អស់របស់ក្រុមហេបូឡានិងការបាក់មុខមាត់របស់អ៊ីរ៉ង់នៅក្នុងនាមជាអ្នកគាំទ្រពីក្រោយខ្នងផងដែរទោះជាយ៉ាងណាក៏ដោយការវាយប្រហារដែលបណ្ដាលឲ្យជនស៊ីវិលនិងកុមារស្លាប់ជាបន្តបន្ទាប់កំពុងតែដុតបញ្ឆេះកំហឹងរបស់សហគមន៍អន្តរជាតិឲ្យកាន់តែខ្លាំងដែលវានឹងក្លាយទៅជាសម្ពាធខាងសីលធម៌ដ៏ធំមួយសម្រាប់អ៊ីស្រាអែលនិងអាមេរិកនៅលើឆាកអន្តរជាតិជាពិសេសអង្គការសហប្រជាជាតិទោះបីជាពួកគេមានអំណាចវេតូនៅក្នុងដៃក៏ដោយភាពចម្រូងចម្រាសនៅក្នុងព្រឹទ្ធសភាអាមេរិកដឹកនាំដោយលោក Bernie Sanders ក៏បានឆ្លុះបញ្ចាំងឲ្យឃើញអំពីការបែកបាក់ផ្ទៃក្នុងយ៉ាងជ្រៅនៅក្នុងប្រទេសអាមេរិកខ្លួនឯងជុំវិញនឹងការផ្ដល់ជំនួយអាវុធទៅដល់អ៊ីស្រាអែលដែលនេះអាចនឹងក្លាយទៅជាដើមចមធ្វើឲ្យរដ្ឋបាលលោក Donald Trump ជួបការលំបាកនៅក្នុងការបន្តនយោបាយសង្គ្រាមរបស់ខ្លួននាពេលខាងមុខប្រសិនបើចលនាប្រឆាំងសង្គ្រាមនៅតែបន្តកើតឡើងបែបនេះដូច្នេះហើយស្ថានភាពប៉ុន្មានថ្ងៃខាងមុខនេះវានឹងក្លាយទៅជាចំណុចរបត់ប្រវត្តិសាស្ត្រដែលយើងត្រូវតែតាមដានយ៉ាងម៉ត់ចត់ជាទីបំផុតពីព្រោះរាល់ការសម្រេចចិត្តរបស់មេដឹកនាំទាំងអស់នេះមិនថាតែនៅទីក្រុងតេហេរ៉ង់មិនថាតែវ៉ាស៊ីនតោនឬក៏ទីក្រុងទេលអាវីវគឺសុទ្ធតែអាចរុញពិភពលោកឲ្យធ្លាក់ចូលទៅក្នុងមហន្តរាយសង្គ្រាមលោកឬក៏ឈានទៅរកសន្តិភាពដ៏ផុយស្រួយបំផុតមួយតើអ៊ីរ៉ង់នឹងហ៊ានប្រើប្រាស់សន្លឹកបៀចុងក្រោយរបស់ខ្លួនដើម្បីវាយបកអាមេរិកវិញដែរឬទេហើយថាតើលោកត្រាំនឹងអាចគ្រប់គ្រងស្ថានភាពដ៏តានតឹងនេះបានរហូតទៅដល់ទីបញ្ចប់ដែរឬទេ